គ្រប់គ្រងអំណាចត្រូវមានភាពគង់វង្សនិងដាច់ខាតចាប់តាំងពីឆាវរត់គេចចេញពីរាជធានីយ៉ាងស្លន់ស្លោដោយសារតែលោភលួចសម្លាប់ទង់ចុះមិនបានសម្រេចរហូតដល់អាចគៀកោដើមទុននិងប្រមូលផ្ដុំកងទាហាន18ស្រុកនិងបានបែកបាក់ទៅវិញទើបទៅបង្កើតកងទាហានតូចមួយរបស់ខ្លួនប្រម៉ែប្រមូលដើមទុនថ្មីរហូតទីបំផុតទៅអាចលើកទ័ពចូលមកកាន់អំណាចបានយ៉ាងមិនសឹងគួរឲ្យជឿរឿងដែលសំខាន់ជាងគេមិនត្រឹមតែចូលមកកាន់អំណាចនៅក្នុងរាជធានីចិននៅពេលនោះទេគេថែមទាំងអាចគ្រប់គ្រងអំណាចនិងព្រះអធិរាជហាន់ស៊ីនទីដ៏ទន់ខ្សោយបានរហូតអាចលើកខ្លួនឯងធ្វើជាអគ្គមហាសេនាបតីបានទៀតផងហើយសំខាន់ជាងនេះទៅទៀតគេអាចបញ្ចុះបញ្ចូលឲ្យព្រះអធិរាជបដូររាជធានីទៅនៅហួតូដើម្បីស្រួលគ្រប់គ្រងទៀតផងបើនិយាយទៅដំណើរជីវិតរបស់ឆាវឈានឡើងយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់រឿងដែលកើតឡើងនេះអំឡុងពេលនោះអាចនិយាយបានថាជាមាគ៌ាជោគជ័យដែលសូម្បីតែឆាវក៏គិតមិនយល់ដែរនៅពេលនោះយ៉ាងហោចណាស់ក៏មានកងកម្លាំងតាមក្រុងផ្សេងដែលមានអំណាចជាច្រើនទៀតមានដូចជាលាវប៉ៃដែលទើបតែឡើងធ្វើជាម្ចាស់ក្រុងទ័ពរបស់អ៊ុនសៀវទ័ពត្រកូលស៊ុនឬទ័ពមកពីក្រុងផ្សេងទៀតសុទ្ធសឹងតែសម្ដៅមករកអំណាចនេះដែរប៉ុន្តែមិនមានអ្នកណាអាចឈានចូលមកគ្រប់គ្រងអំណាចក្រៅអំពីឆាវឡើយនេះបង្ហាញឲ្យឃើញថាជោគជ័យនៃគ្រានេះរបស់ឆាវមិនមែនជារឿងធម្មតាឡើយរឿងមួយទៀតដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺការចេះឆក់និងសម្លឹងឃើញឱកាសរបស់ឆាវពលគឺបន្ទាប់ពីគេនៅតែតោលមានកម្លាំងតិចតួចនៅឡើយគេសម្លឹងឃើញផ្លូវដែលធ្វើឲ្យកងទ័ពរបស់ខ្លួនបានការទទួលស្គាល់ពីទ័ពផ្សេងនោះគឺការបានក្លាយជាកងទាហានរបស់ព្រះអធិរាជហាន់ស៊ីនទីយ៉ាងត្រឹមត្រូវពេលលេជូកូជាឲ្យព្រះអធិរាជហាន់ស៊ីនទីបញ្ជូនសារឲ្យទៅឆាវធ្វើការបង្ក្រាបចោលកន្សែងលឿងទើបគេប្រញាប់ទទួលនឹងធ្វើការយ៉ាងអស់ពីសមត្ថភាពអ្វីដែលសំខាន់ជាងនេះគឺគេអាចបញ្ចុះបញ្ចូលពួកចៅឲ្យកែប្រែចិត្តមករួបរวมជាមួយនឹងកងទាហានរបស់ពួកគេคล้ายជាសារៈសំខាន់មួយជាន់ទៀតដែលធ្វើឲ្យកងទាហានរបស់គេមានកម្លាំងបន្ថែមបន្ទាប់ពីនោះមានបញ្ហាកើតឡើងនៅក្នុងរាជដំណាក់ព្រោះការដណ្ដើមអំណាចគ្នាឯងរបស់លីជូកូជាឆាវចេះរងចាំឱកាសនិងស្ថានភាពឲ្យឡើងដល់កម្រិតកំពូលសិនហើយចេះផ្លាស់ប្ដូរស្ថានភាពពីអាក្រក់ឲ្យคล้ายទៅជាប្រយោជន៍ដល់ខ្លួនឯងមួយរំពេចដោយលើកទ័ពចូលមកជួយសង្គ្រោះព្រះអធិរាជហាន់ស៊ីនទីក្នុងគណៈដែលឆាវលើកទ័ពរបស់ខ្លួនមកជួយសង្គ្រោះព្រះអធិរាជហាន់ស៊ីនទីនោះឆាវបានបាត់បង់ទាហានរបស់ខ្លួនតែទួយតែប៉ុណ្ណោះទេព្រោះគ្រាន់តែទ័ពរបស់ស៊ីវហូតុនក៏អាចបង្ក្រាបបពួកក្បត់នោះបានដែរមិនត្រឹមតែប៉ុណ្ណោះពេលគេអាចចូលមកនៅក្នុងកន្លែងនៃអំណាចឆាវមិនបណ្ដោយឲ្យឱកាសនោះកន្លងទៅដែរគេប្រញាប់ប្រញាល់ប្រម៉ែប្រមូលអ្នកចេះដឹងតែនៅក្នុងរាជដំណាក់មកធ្វើជាបពួកមិនលើកលែងសំបីតែពួកទាហានតូចដែលមានទ្វេដៃពេលបានមនុស្សដែលគេត្រូវការមកធ្វើជាបពួកតាមតម្រូវការហើយគេនៅមិនឈប់ស្វែងរកវិធីការពីអំណាចរបស់ខ្លួនដោយការសុំឲ្យបដូរក្រុងទៅនៅហួតូអាចនិយាយបានថាឆាវជាមនុស្សគិតលឿនធ្វើលឿនដូច្នេះការបើគេគិតលឿនធ្វើលឿនលទ្ធផលក៏លឿនទៅតាមនោះដែរពេលនោះឆាវបានកាន់តំណែងជាសេនាបតីទៅហើយប្រកាសជាមានអំណាចដាច់ខាតនិងអាចបញ្ជាបានគ្រប់យ៉ាងទាំងអស់ហើយដែលសំខាន់ជាងគេថែមទៀតគឺមានត្រានៅក្នុងដៃដែលមានន័យថាស្ដេចក៏នៅក្រោមអំណាចគេដែរការបើយ៉ាងនេះហើយតែអំណាចមិននៅក្នុងដៃគេមិនដេចនឹងបានទេប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលោកអ្នកបានមើលរឿងសាមកុកប្រកាសជាឃើញយ៉ាងច្បាស់ហើយថាឆាវមិនមែនជាមនុស្សខ្ជិលខ្ជាឡើយពេលគេមានអំណាចគ្រប់គ្រងមើលការខុសត្រូវរាជការនិងអាចគ្រប់គ្រងស្ដេចបានហើយគេក៏ចាប់ផ្ដើមតបស្នងដល់កូនចៅរបស់គេវិញយ៉ាងច្រើនបណ្ដានាយទាហានឬរាជការទាំងផ្នែកសឹកនិងផ្នែកយុទ្ធសាស្ត្រសុទ្ធតែទទួលបានតំណែងយ៉ាងស័ក្តិសមគ្រប់គ្នានៅក្នុងរឿងសាមកុករបស់អ្នកអង្គញាវិបុលសេនានុកនបានសរសេរអំពីការបដូរតំណែងដល់កូនចៅរបស់ឆាវនៅពេលនោះថារួចតាំងស៊ុនអ៊ូស៊ុនស៊ីវខ្វជានិងឡាវហួរទាំង4នាក់នេះឲ្យធ្វើជាមន្ត្រីគ្រប់គ្រងប៉កាលេខជោនិងយឹមជុនទាំង3នេះឲ្យកាន់កាប់ឃ្លាំងអង្គរធាវយុគធ្វើជាម្ចាស់ក្រុងតាំងពេងហ៊ុនសែងនិងតាំងជាវឲ្យធ្វើជាម្ចាស់ក្រុងលុកអៀងម៉ាន់ថងធ្វើជាម្ចាស់ស្រុកហួតូសៀវហូតុនសៀវហូយៀនឆាវវិនឆាវហ្វាងទាំង4នេះធ្វើជាទាហានឯកលិយុកលិទៀនងាក់ជីមអ៊ីគឹមនិងស៊ីឡុងទាំង5នាក់នេះជាទាហានតូស៊ីឈូនិងទៀនអ៊ុយជាទាហានត្រីចំណែកទាហានមានថ្វីដៃផ្សេងទៀតតែងតាំងធ្វើជាមន្ត្រីដែលសំខាន់នៅមានសរសេរទៀតថានៅក្នុងក្រុងហូតូបើនរណាចង់និយាយកិច្ចការអ្វីមួយត្រូវឆ្លងកាត់ឆាវជាមុនសិនទើបអាចយកទៅក្រាបទូលដល់ព្រះអធិរាជហាន់ស៊ីនទីបានការបើគ្រប់គ្រងអំណាចបានដាច់ណាត់យ៉ាងនេះហើយឆាវ
អាចតាំងខ្លួនឯងនិងមនុស្សចំណិតជុំវិញខ្លួនឲ្យមានអំណាចឬអាចនិយាយបានថាឲ្យចូលមកមានអំណាចនៅក្នុងរាជធានីកថាបានហើយគេបានក្លាយជាអ្នកគ្រប់គ្រងប្រទេសត្រឹមត្រូវតាមច្បាប់អាចនិយាយថាជាជោគជ័យខ្ពស់បំផុតក៏បានការដែលឆាយអាចពុះពៀក្នុងការប្រកួតប្រជែងរហូតឡើងមកយកអំណាចខ្ពស់បំផុតនៅក្នុងរាជធានីនៅពេលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាគេមានសមត្ថភាពយ៉ាងពិតប្រាកដសមត្ថភាពពិតប្រាកដរបស់ឆាយពិបាករកអ្នកប្រដូចឬលួចចម្លងបានណាស់មានការវិភាគថាការដែលឆាយអាចទទួលជោគជ័យបានយ៉ាងឆាប់រហ័សយ៉ាងនេះនោះការពិតមិនមែនបានមកដោយសារតែគេម្នាក់ឡើយប៉ុន្តែគេបានមកដោយសារតែមនុស្សនៅជុំវិញខ្លួនរបស់គេដែលមានទាំងសមត្ថភាពសឹកនិងសមត្ថភាពផ្នែកយុទ្ធសាស្ត្រនិងការឯកភាពគ្នាការដែលគេអាចធ្វើឲ្យកូនចៅដែលមកពីកន្លែងផ្សេងគ្នាមានឋានៈនិងវណ្ណៈផ្សេងគ្នាមានទឹកចិត្តតែមួយដែលមានគេជាស្នូលនោះមិនមែនជារឿងដែលងាយស្រួលឡើយប្រសិនបើឆាយមិនទទួលស្ដាប់គំនិតយោបល់របស់កូនចៅយកមកពិចារណានិងមិនជឿទុកចិត្តកូនចៅទៅនោះគេក៏មិនអាចទទួលជោគជ័យបានដែរជាពិសេសប្រសិនបើយើងស្វែងយល់អំពីរឿងសាមកករហូតមកយើងនឹងឃើញថានៅក្នុងការប្រជុំស្ទើរតែរាល់លើកឆាយតែងតែសាកសួរអំពីយោបល់របស់មនុស្សជុំវិញខ្លួនគ្រប់ផ្នែកទាំងអស់ដូចជាករណីការបដូរទីប្រថាប់របស់ព្រះអធិរាជហាន់សិនទីដែលមួយក្រុមសូមឲ្យបដូរតែមួយក្រុមទៀតមិនយល់ស្របទោះឆាវយល់ស្របថានឹងបដូរតែគេនៅតែស្ដាប់យោបល់របស់មនុស្សគ្រប់គ្នាប៉ុន្តែទីបំផុតអ្នកដែលត្រូវវិនិច្ឆ័យគឺគេដដែលហើយពេលសម្រេចចិត្តទៅហើយគ្រប់គ្នាត្រូវតែអនុវត្តតាមលើពីនេះទៅទៀតមិនមែនមានន័យថាឆាយជាមនុស្សផ្ដាច់ការមិនព្រមស្ដាប់យោបល់របស់នរណាម្នាក់នោះទេដោយករណីដែលគេស្នើឡើងថាត្រូវបង្ក្រាបលាវប៉ៃដែលពេលនោះបានជួយដល់លីពូព្រោះចង់កម្ចាត់សត្រូវរបស់ខ្លួនចេញប៉ុន្តែពេលលើកយករឿងនេះមកនិយាយនៅក្នុងអង្គប្រជុំទីប្រឹក្សាដូចជាស៊ុនអ៊ូបានជំទាស់ព្រមទាំងបានផ្ដល់ហេតុផលដោយគួរជឿជាក់ឆាវរីករាយនឹងទទួលស្ដាប់និងបដូរគំនិតរបស់ខ្លួនហើយថែមទាំងព្រមធ្វើតាមផែនការរបស់ទីប្រឹក្សាទៀតផងឆាវមិនខ្លាចបាក់មុខមាត់ឡើយនៅទីប្រជុំជំទាស់និងគំនិតរបស់គេប្រសិនបើយោបល់របស់អ្នកជំទាស់នោះមានហេតុផលល្អជាងគំនិតរបស់គេសុខចិត្តធ្វើតាមអ្វីដែលកូនចៅលើកឡើងត្រង់នេះហើយដែលបង្ហាញឲ្យឃើញអំពីភាពជាអ្នកគ្រប់គ្រងដូចជាឆាយប្រសិនបើឆាយជាអ្នកគ្រប់គ្រងមិនដឹងអីហើយឈួតតែនឹងអំណាចដូចដែលយើងបានឃើញតាំងពីដំបូងមកនោះឆាយប្រកាសជាមិនព្រមស្ដាប់តាមនរណាម្នាក់ឡើយស្រួលមិនស្រួលអាចបញ្ជាឲ្យប្រហារជីវិតអ្នកដែលជំទាស់នឹងគេទៀតផងប៉ុន្តែអ្វីដែលកើតឡើងបែរជាផ្ទុយស្រឡះត្រង់ចំណុចនេះប្រកាសថាទោះជាឆាយដឹងនឹងគិតដោយឆ្លុះបង្វែងលើខ្លួនឯងថាគេជាមនុស្សអស្ចារ្យប៉ុន្តែជឿថាគេនៅតែជឿនិងស្ដាប់យោបល់របស់អ្នកដទៃដដែលព្រោះយោបល់របស់អ្នកដទៃទោះជាអ្នកនោះជាកូនចៅរបស់យើងពិបាកជាងយើងក្រជាងយើងឬមានតំណែងតូចជាងយើងក៏ដោយចុះប៉ុន្តែគំនិតឬយោបល់វាមានទាំងល្អនិងអន់ជាងនេះជាភាពដាច់ខាតនិងឆ្លាតដូចមេដឹកនាំយ៉ាងពិតប្រាកដមេដឹកនាំរមែងមិនជាប់ជំពាក់នឹងអំណាចដើម្បីធ្វើជាមេដឹកនាំល្អយើងមិនត្រូវបណ្ដោយឲ្យសេចក្តីសុខចូលមកគ្របសង្កត់ឡើយប្រសិនបើមិនចេះសម្លឹងឲ្យបានឆ្ងាយនិងព្យាយាមដោះស្រាយបញ្ហានៅចំពោះមុខទេកុំគិតថាជោគជ័យដែលបានទទួលនឹងគង់វង្សឲ្យសោះមនុស្សម្នាក់កាលបើបានអំណាចមកទាំងភាពលំបាកហើយអំណាចនោះនាំមកនៅគេឈ្មោះលៀបសក្ការៈនិងការកោតសរសើរប្រកាសណាស់ថាគ្មានអ្នកណាចង់ត្រឡប់ទៅពិបាកដូចមុនទៀតឡើយប៉ុន្តែឆាវមិនមែនដូច្នោះឡើយព្រោះឆាវមិនមែនគ្រាន់តែស្រមៃចង់បានអំណាចមួយមុខតែប៉ុណ្ណោះទេនៅក្នុងវណ្ណកម្មសាមកុកពេលតុងជួចូលដណ្ដើមអំណាចនៅក្នុងរាជធានីបានហើយគេគិតតែពីសោយសុខមិនគិតការពារខ្លួននិងបង្ក្រាបអ្នកដែលកំពុងតែគិតចង់ផ្ដួលរំលំខ្លួនឡើយសូម្បីតែលីជូកូជាដែលមានអំណាចបន្តពីតុងជួក៏ភ្លេចខ្លួនហើយបែរមកដណ្ដើមអំណាចគ្នាឯងរហូតធ្វើឲ្យកើតបញ្ហាផ្ទៃក្នុងធ្វើឲ្យឆាវចូលមកដណ្ដើមអំណាចបានប៉ុន្តែសម្រាប់ឆាវវិញអំណាចដែលគេបានមកគេមិនគិតដូចអ្នកផ្សេងឡើយនេះដោយសារតែព្រហ្មលិខិតបានកំណត់ឲ្យគេត្រូវតែធំជានិទានប្រសិនបើគេឈប់នៅត្រឹមនោះហើយនៅសោយសុខតែក្នុងរាជធានីក៏ប្រហែលជាគ្មានបញ្ហាអ្វីកើតឡើងចំពោះគេឡើយប៉ុន្តែដោយសារតែគេជាអ្នកកំពូលគ្រប់គ្រងឆាវបែរជាឈប់សម្រាកមិនយូរបន្ទាប់ពីរៀបចំតែងតាំងមនុស្សរបស់ខ្លួនឲ្យឡើងកាន់អំណាចទាំងផ្នែកគ្រប់គ្រងនិងផ្នែកទាហានរួចហើយគេក៏ចាប់ផ្ដើមរកផ្លូវកម្ចាត់បញ្ហាដែលអាចនឹងកើតមានចំពោះគេនាពេលអនាគតភ្លាមធ្លាប់មានគេពោលថាប្រសិនបើពេលនោះលាវប៉ៃបានលើកទ័ពមកជួយព្រះអធិរាជហាន់សៀនទីវិញលាវប៉ៃអាចនឹងតែងតាំងខ្លួនឯងជាស្ដេចក៏ថាបានព្រោះគេជាព្រះញាតិវង្សស្រាប់ទៅហើយបើទោះបីជាគេសាច់ឆ្ងាយក៏ដោយហើយមានអ្នកនិយាយទៀតថាប្រសិនបើលាវប៉ៃបានឡើងកាន់អំណាចវិញនោះ
យុគសម័យសាមកុកក៏ប្រហែលជាគ្មានដែរព្រោះគេនឹងសោយសុខជាមួយនឹងអំណាចនោះនៅទីបំផុតនឹងត្រូវក្រុមអំណាចផ្សេងៗទៀតមកដណ្ដើមយកនិងវិលទៅវិលមកដូចនេះប៉ុន្តែសម្រាប់ឆាវឆាវវិញមិនដូច្នោះឡើយគេសម្លឹងមើលវែងឆ្ងាយជាងអ្វីដែលយើងបានឃើញដោយការចាប់ផ្ដើមគិតកំចាត់លាវប៉ៃព្រោះគេយល់ថាវានឹងក្លាយជាបញ្ហានិងឧបសគ្គចំពោះការឡើងធំរបស់គេនៅនាពេលអនាគតទោះជាគំនិតចង់កំចាត់លាវប៉ៃត្រូវរំសាយទៅវិញនៅពេលនោះក្តីប៉ុន្តែគេមិនបញ្ឈប់ដំណើរទៅមុខរបស់គេឡើយនៅមានកងទ័ពនិងក្រុមផ្សេងទៀតជាច្រើនដែលគេត្រូវកំចាត់ចោលការធ្វើសឹកសង្គ្រាមចាប់តាំងពីពេលនោះមកបានคล้ายជាដើមហេតុឲ្យកើតរឿងសាមកុកដូចដែលយើងបានពោលមកហើយយើងសម្លឹងមើលតាមការពិតឆាវអាចនៅសោយសុខក្នុងរាជធានីបានយ៉ាងស្រួលហើយលើសពីនេះទៅទៀតសូម្បីតែតំណែងព្រះមហាក្សត្រក៏គេអាចយកបានដែរព្រោះពេលនោះព្រះអធិរាជហាន់សៀនទីទុនខ្សោយខ្លាំងណាស់ប៉ុន្តែគេមិនធ្វើដូច្នេះឡើយអ្វីដែលគេធ្វើគឺបង្ក្រាបបណ្ដាមនុស្សអាក្រក់ដែលនៅជាមន្ត្រីនៅតាមក្រុងផ្សេងទោះជានរណាថាឆាវជាមនុស្សអាក្រក់តែការពិតដោយតំណែងនិងអំណាចនៅពេលនោះយើងមិនអាចបដិសេធបានឡើយថារឿងដែលឆាវធ្វើគឺជារឿងត្រឹមត្រូវតាមច្បាប់បាននិយាយទៅរឿងដែលឆាវបញ្ជាកូនចៅធ្វើរហូតខ្លាចជាបញ្ហាតមកជាច្រើនឆ្នាំនៅពេលនោះការពិតឆាវជាមនុស្សដែលដឹងនិងមើលឃើញស្ថានភាពថាប្រសិនបើខ្លួនគិតតែនៅសោយសុខក្នុងរាជធានីអំណាចដែលខ្លួនមាននៅពេលនោះប្រកាសជាមិនអាចគង់វង្សបានឡើយឧបមាដូចជាការលក់ដូរប្រសិនបើទទួលជោគជ័យក្នុងការលក់ដូរហើយប៉ុន្តែគិតតែមានមោទនភាពចំពោះលទ្ធផលរបស់ខ្លួនដែលទទួលបានហ៊ាននិយាយថាអំណាចដែលបានមកនោះគ្មានភាពគង់វង្សឡើយព្រោះភាពជោគជ័យដែលយើងបានមកនោះនៅមិនទាន់មានភាពគង់វង្សនិងមិនទាន់ពេញលក្ខណៈប្រសិនបើយើងអាចជោគជ័យអ្នកផ្សេងក៏អាចជោគជ័យបានដែរឆាវមើលឃើញត្រង់ចំណុចនេះហើយបានជាគេព្យាយាមកំចាត់សត្រូវក្នុងជីវិតរបស់គេចេញឲ្យអស់ដើម្បីបន្ថែមអំណាចនៃភាពជោគជ័យរបស់ខ្លួនឲ្យកាន់តែអស្ចារ្យថែមទៀតដូច្នេះពេលមកដល់ត្រង់នេះយើងប្រកាសជាយល់ច្បាស់ហើយថាការដែលអាចក្លាយជាមេដឹកនាំដ៏ល្អបាននោះយើងមិនត្រូវបណ្ដាលឲ្យសេចក្តីសុខចូលមកគ្របសង្កត់យើងបានឡើយប្រសិនបើយើងនៅមិនទាន់ចេះមើលទៅខាងមុខឲ្យបានវែងឆ្ងាយនិងព្យាយាមដោះស្រាយបញ្ហាដែលនៅរារាំងយើងទេកុំគិតឲ្យសោះថាជោគជ័យរបស់យើងនឹងមានភាពគង់វង្សឋិតថេរ